តែជន investor ថ្ងៃនេះយើងមិនណែនាំប្រភេទភ្លើងផ្សិតចំនួន4 model ឥឡូវខ្ញុំនឹងណែនាំម្ដងមួយបងប្អូនមើលទៅតាម mode របស់វាណាអញ្ចឹងឥឡូវនេះខ្ញុំណែនាំ mode នេះគឺលេខកូដ A356 ប្រភេទផ្សិតខ្នាតតូចវិលបងប្អូននេះវាវិលបាន90 degree បកទៅហើយវាបកមកវិញណាប្រភេទនេះមានមុខងារ2បងប្អូនណាគឺមាន LED សងខាងនេះបាទ mode វាវិលអាផ្កានេះវិលហើយជាមួយនឹង laser នៅកណ្ដាលពណ៌បៃតងមួយណាប្រភេទនេះលេខកូដ A356 ហើយខ្ញុំនឹងដាក់វីដេអូមួយហើយបងប្អូនអាចតាមដានបានណាប្រភេទនេះគឺស្អាតក្បាច់វាអ្នកដែលត្រូវការទូចគឺមិនខុសបំណងទេនេះមួយអូខេបន្ទាប់មកយើងមានម៉ូដមួយទៀតនេះក៏ជាប្រភេទផ្សិតដែរលេខកូដ A374 ភ្លើងបោតផ្សិតខ្នាតទូចទៅវិលបានបងប្អូនដាក់ដាំដូងវាមកវាវិលស្អាតណាយើងអាចមើល effect របស់វាខ្ញុំដាក់វីដេអូបងប្អូននេះវិលស្អាតអានេះ 4-in-1 មានមុខងារ4មានផ្ទះមួយផ្ទះបានផ្ទះ3គ្រាប់ LED បាទបន្ទាប់មកមាន laser បន្ទាប់មកមានភ្លើងវិលទៀតអញ្ចឹងណាយើងមកមានមុខងារ3ជាស្រ័យណាមុខងារ3ក្នុងសិន1 2 3បាទមាន LED ផងមាន laser ផងមានផ្ទះផងបាទនេះលេខកូដ A374 អូខេយើងទៅទៀតយើងមានប្រភេទមួយទៀតក៏ស្អាតដែរប្រភេទនេះគឺវាមានមុខងារ3ដែរនៅក្នុងម៉ាស៊ីនជាមួយបាទគឺប្រភេទនេះគឺមានលេខកូដ A308 ស្អាតដែរបងប្អូនណាបាទវិលដូចគ្នាខ្នាតតូចវិលទេបងប្អូនកម្ពស់វាប្រហែលជាមួយទឹកអីជាងប៉ុណ្្នឹងហើយទម្ងន់អត់ធ្ងន់ទេ1គីឡូកន្លះហើយប៉ុណ្ណឹងបងប្អូនអាចប្រើបានពេលនេះវាមានមុខងាររបស់វាដែរនេះមុខងារទី1គឺ LED បាទមុខងារទី2 laser ក៏អានេះក្រហមនេះបៃតងបាទពីរមុខងារមានភ្លើងវ៉ាន់នេះមួយទៀតបាទន័យថានេះគឺភ្លើង LED បណ្ដេញហើយនឹង LED នៅកណ្ដាលនេះមួយគ្រាប់ទៀតអញ្ចឹងវាមានមុខងារ4នៅក្នុងម៉ាស៊ីនតែមួយស្អាតណាប្រភេទនេះគឺដែលមានលេខកូដ A308 បាទណាស្អាតប្រភេទវិលបងប្អូនហើយខ្ញុំនឹងដាក់វីដេអូវាមួយបងប្អូនទៅមើលតាមលេខកូដមួយឆ្លាញ់ម៉ូដណាចង់បានវីដេអូបន្ថែមបញ្ជាក់អូខេអាចតាក់ទងមកខ្ញុំនឹងបង្ហាញវីដេអូបន្ថែមណានេះអូទុំក្រោយដែលមានលេខកូដ A383 បាទនេះក៏ស្អាតដែរជាប្រភេទភ្លើងវាមានក្បោត LED 4ណានេះហើយវាមានមុខងាររបស់វា3ដែរ LED laser ជាមួយភ្លើងផ្ទះស្អាតមែនទេបងប្អូនណាមានមុខងារ3នៅក្នុងម៉ាស៊ីនមួយវិលបាទអញ្ចឹងប្រភេទនេះយើងដាក់នៅលើតុក៏បានវាចង់ដាំដូងជាក៏បានវាមានជើងរបស់វាមកត្រឹមត្រូវសម្រាប់បងប្អូនផ្ទះដាក់ណាហើយបងប្អូនអាចចាំតាមដានមើលនេះវីដេអូ Facebook ខ្ញុំនៅវីដេអូមួយមើលបានណាក្បាច់របស់វាស្អាតដល់កម្រិតណាអូខេអរគុណច្រើន